Ok, sẽអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយនៅវីដេអូថ្មីដែលទាក់ទងនឹងការប្រើប្រាស់ Google Drive អញ្ចឹងដើម្បីប្រើប្រាស់ Google Drive បានយើងបើក Google Chrome មកយើងមកអញ្ចឹងខ្ញុំទៅ Google Chrome មកខ្ញុំបើក Google Chrome មកអូខេអញ្ចឹងពេលដែលយើងបើក Google Chrome បានហើយយើងចុចឲ្យកន្លែង Google App នេះមកអញ្ចឹងយើងចុចលើពាក្យ Drive អូខេហើយបើសិនជាបងប្អូនអត់ទាន់មាន account ទេវានឹងទាមទារបងប្អូន sign in account ចូលទៅក្នុង Google Drive ហ្នឹងគ្រាន់តែចុចពាក្យថា sign in មកអូខេអញ្ចឹងបងប្អូនគ្រាន់តែបញ្ចូល email របស់បងប្អូនមកសម្រាប់បងប្អូនដែលអត់ទាន់បានទស្សនាឬក៏អត់ទាន់បានចេះបង្កើត Google account ឬក៏ Gmail អីបងប្អូនអាចទៅមើលវីដេអូមុនបានដែលខ្ញុំបានបង្រៀនពីរបៀបនៃការបង្កើត Google account អញ្ចឹងខ្ញុំមាន account Google របស់ខ្ញុំហើយខ្ញុំគ្រាន់តែវាយ account Google របស់ខ្ញុំចូលមកអូខេហើយវាយ password ចូលមកអូខេអញ្ចឹងខ្ញុំ skip ចោលខ្ញុំ skip ដែរអូខេអញ្ចឹងពេលដែលបងប្អូនបញ្ចូល email របស់បងប្អូនហើយវានឹងចេញផ្ទៃបែបនេះអញ្ចឹងនៅក្នុង Google Drive របស់ខ្ញុំគឺមានទំហំផ្ទុកវា free ទំហំផ្ទុកអីយើងគឺ 15G ដែលយើងអាចប្រើប្រាស់បានអញ្ចឹងណាអញ្ចឹងខ្ញុំចូលមក My Drive របស់ខ្ញុំក៏អត់មានអីដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់បង្កើតឬក៏ចង់ upload file ចូលក្នុង Google Drive បងប្អូនគ្រាន់តែright click វាមកចុចពាក្យថា upload អានេះវា upload file អានេះគឺការ upload folder ពីរនេះបងប្អូនចង់យកមួយណាក៏បានដែរតែបងប្អូនចង់ upload file ទេគឺគ្រាន់តែចុចតែពាក្យ upload file មកវានឹង upload តែ file ទេតែបើសិនជាបងប្អូនចង់ upload ជា folder ហ្មងគឺបងប្អូនអាចចុចពាក្យថា upload folder ចឹងមកអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យមើលអញ្ចឹងដំបូងខ្ញុំនឹង upload file អញ្ចឹងខ្ញុំចូលទៅ upload file មួយខ្ញុំចុចពាក្យ upload មកអូខេអញ្ចឹងចូលទៅក្នុង drive នៅក្នុង computer របស់ខ្ញុំអញ្ចឹងខ្ញុំយក wallpaper ចុះអញ្ចឹងពេលដែលបងប្អូន upload ជា file អញ្ចឹងបងប្អូនអាច select វាចេញមកនេះអញ្ចឹងបងប្អូនគិតថាបងប្អូនចង់ upload 4នេះអញ្ចឹងខ្ញុំ upload file 4នេះអូខេកន្លែងនេះបញ្ជាក់ថា file បងប្អូនបាន upload ពេញឬក៏មិនទាន់ពេញអញ្ចឹងណាអញ្ចឹងពេលដែលពេញវានឹង load សញ្ញា tick ហើយពេលដែល error ក៏វា load សញ្ញាខ្វែងមកឲ្យយើងមើលដែរអញ្ចឹងណាអញ្ចឹងខ្ញុំបាន upload file 4នេះចូលនៅក្នុង Google Drive ខ្ញុំហើយអញ្ចឹងខ្ញុំបន្តទៅការ upload folder អញ្ចឹងខ្ញុំគ្រាន់តែចុចពាក្យថា folder upload នេះមក right click folder upload នេះមកហើយខ្ញុំចូលទៅ drive computer ខ្ញុំដែរបន្ទាប់មកខ្ញុំចុចលើ folder wallpaper នេះហើយខ្ញុំនឹងចុចលើពាក្យ upload ហើយចុចពាក្យថា upload អូខេអញ្ចឹងវាបញ្ជាក់ឲ្យថានៅក្នុង folder wallpaper របស់ខ្ញុំនេះមានរូបភាពចំនួន25រូបភាពមាន25 file អញ្ចឹងណាអូខេអញ្ចឹងរងចាំបន្តិចអញ្ចឹងឡងពេលដែលរងចាំនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការបង្កើត folder ថ្មីដែលបងប្អូនគិតថាខ្ញុំអត់ចង់យកឈ្មោះ folder ដូចនៅក្នុង computer របស់ខ្ញុំទេអញ្ចឹង right click មកខ្ញុំចុច right click មកខ្ញុំចុចពាក្យថា new folder អញ្ចឹងខ្ញុំដាក់ឈ្មោះ new folder ហ្នឹងខ្ញុំដាក់ឈ្មោះថា testing ទៅហើយខ្ញុំចុចពាក្យ create អូខេអញ្ចឹង folder ថ្មីក៏បានបង្កើតមកដែរអញ្ចឹងខ្ញុំគិតថាអាមកខ្ញុំ upload រូប4ចូលអញ្ចឹងខ្ញុំចង់ទាញរូប4នេះចូលទៅក្នុង folder testing នេះអញ្ចឹងបងប្អូនក៏អាចគ្រាន់តែ select ដូចគ្នាគ្រាន់តែ select មកនេះ select ចេញមកហើយទាញយកទៅដាក់ចូលមកក៏បានដែរឃើញទេអញ្ចឹងរូបទាំង4ហ្នឹងក៏បានចូលទៅក្នុង folder testing ដែរអូខេឃើញទេអញ្ចឹងឥឡូវងាកមកមើលការ upload folder របស់ខ្ញុំមិញគឺ upload folder ទាំង25 file មិញចូលបានហើយ folder ឈ្មោះថា wallpaper អញ្ចឹងបងប្អូនចង់ទៅមើលថាវា upload ពេញមែនអត់អញ្ចឹងបងប្អូនក៏ចុចកន្លែងនេះមកនេះឃើញទេនេះ folder wallpaper អញ្ចឹងនេះជា wallpaper ដែលខ្ញុំបាន upload ចូលទៅមិញគឺមានអីមានរូបភាពដូចទៅក្នុង computer របស់ខ្ញុំអញ្ចឹងអូខេអញ្ចឹងខ្ញុំចុចពាក្យ my drive វិញមកហ្នឹងហើយអញ្ចឹងបងប្អូនអាចបង្កើតបាន folder ច្រើនតាមតែបងប្អូនមានតម្រូវការអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាខ្ញុំកាត់ folder មួយទៀតដាក់ពាក្យថា PDF ចេះអូខេអញ្ចឹងបងប្អូនចុចលើពាក្យ PDF មួយមកហើយបងប្អូនចង់ថា PDF ហ្នឹងគឺបងប្អូនមានsub folder នៅក្នុង folder PDF ហ្នឹងដែរអញ្ចឹងបងប្អូនគាត់ចុច right click ទៅមកចុច new folder ទៅមកវានឹងបង្កើត folder ថ្មីឲ្យខ្ញុំដាក់ថា testing 1អញ្ចឹងទៅ1អូខេ testing 2អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំផ្ទុក PDF មួយផ្សេងៗអញ្ចឹងទៅខ្ញុំឧទាហរណ៍ខ្ញុំ upload file អូខេអញ្ចឹងខ្ញុំចាប់ទុក file នេះជា PDF ចុះអូខេអញ្ចឹងខ្ញុំ upload ទៅនេះមក3នេះអញ្ចឹងដើម្បីបកមកក្រោយវិញយើងអាចចុចនេះ arrow key នេះមក back មកក៏បានឬក៏យើងចុចពាក្យថា PDF មកអូខេហើយចុចពាក្យ testing 2នេះមកខ្ញុំ upload file ចូលទៀតអូខេអញ្ចឹងអូខេអញ្ចឹងនៅក្នុងហ្នឹងយើងមិនមែនបានតែ upload file ទេយើងអាច upload folder ក៏បានដែរដូចមុនហ្នឹងអញ្ចឹងបាទអញ្ចឹងខ្ញុំ back មកវិញខ្ញុំ upload folder ថា folder នេះចា wallpaper តែវាតិចអញ្ចឹងចុចមក upload ម្ដងទៀតអូខេឃើញទេយើងបាន folder wallpaper ហើយអញ្ចឹងដើម្បីលុប folder អីចឹងបងប្អូនក៏អាចលុបបានដែរបងប្អូនគ្រាន់តែចុចលើពាក្យtesting 1នេះមកយើងចុចកន្លែង more action នេះហើយចុចពាក្យ move to trash មកអូខេអញ្ចឹងដើម្បីដឹងថាយើងបាន move មិន move យើងមើលលើនេះទៅវានឹងបាត់ folder ហ្នឹងហើយខ្ញុំចូលមកក្នុងកន្លែងធុងសម្រាប់នេះមក
អូខេនេះខ្ញុំនឹងឃើញ folder មួយដែលខ្ញុំបានលុបអញ្ចឹងយើងក៏អាច restore យើងអាចយកមកវិញក៏បានឬក៏លុបវាចោល forever ក៏បានដែរអញ្ចឹង folder មួយនេះមានរយៈពេល30ថ្ងៃឲ្យយើងបន្ទាប់ពី30ថ្ងៃមក folder នេះនឹង automatic លុបចោលតែម្ដងអញ្ចឹងណាអញ្ចឹងបងប្អូនក៏អាចទុក folder នេះនៅក្នុងនេះសិនទៅរយៈពេល30ថ្ងៃក្រោយបងប្អូនគេថាចង់បានវាមកប្រើវិញក៏បានដែរអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ការប្រើប្រាស់ Google Drive ខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ